បាទសួស្តីពុកម៉ែបងប្អូនថ្ងៃនេះនាំពុកម៉ែបងប្អូនទស្សនាការស្មាតមុខជាកាមេរ៉ាបងប្អូនយើងធ្វើសរសៃវែងខ្ញុំពុកម៉ែបងប្អូនរបៀបដកសរសៃវែងរបស់ពួកគាត់ដែលគាត់ធ្វើនៅខាងខ្ញុំណាពុកម៉ែបងប្អូននៅគ្នានេះជារបៀបដកសរសៃវែងឆ្កែសរសៃវែងដើម្បីស្អាតរោមយើងត្រូវការបតក់ទឹកបតក់អីចឹងទៅពុកម៉ែបងប្អូនយើងត្រូវការបហូរទឹកតក់ដើម្បីឲ្យវារោមមិនដែលយើងដកតិចតួចហ្នឹងពុកម៉ែបងប្អូនវាមិនដែលចេញក្រៅអញ្ចឹងហើយយើងដាក់កញ្ច្រែងកត់ត្រង់វាក្រោមទៅដើម្បីខ្លាចការពារវាធ្លាក់សាច់ធ្លាក់អីទៅបាត់ឲ្យបានភ្ញៀវអញ្ចឹងណាបងប្អូនអរគ្នានិយាយរួមទៅបងប្អូនអរគ្នាការសម្អាតសម្លុកជាកម្មខាងបងប្អូនគឺមានការរៀបចំយ៉ាងស្អាតហើយអ្នកសម្អាតសិតតែពួកយូរខែយូរឆ្នាំហ្នឹងបងប្អូនអរគ្នាគាត់ធ្វើដោយការសន្សំចៃមិនឲ្យធ្លាក់សរសៃច្រើនអញ្ចឹងដែរទៅតាមប្រភេទសម្លុកហើយការសម្អាតនេះបងប្អូនយើងសម្អាតទឹកទី1ណាបងប្អូនទាំងអស់គ្នានេះទឹកទី1ហើយការសម្អាតសម្លុកជាកម្មដែរបងប្អូនអ្នកខ្លះយើងត្រូវការសម្អាត3ទឹកចឹងបងប្អូនទឹកទី1នេះហើយយើងយកមកផ្ដុំគ្នាដើម្បីសម្អាតមួយទឹកទៀតហើយយើងយកមកឆ្លោះដើម្បីសម្អាតដល់ប្រអប់ចឹងបងប្អូនអ្នកគ្នាហើយការសម្អាតនេះបងប្អូនគ្នាមិនងាយស្រួលមកបងប្អូនអ្នកគ្នាសម្បុកខ្លះក៏យើងអាចស្រួលធ្វើសម្បុកខ្លះក៏ពិបាកចឹងទៅតាមប្រភេទសម្បុកដែលមានឡែមានរោមមានក្របដីជាពិសេសគឺផ្ទះដែលនៅជាប់ខ្នល់ជាប់អីចឹងណាបងប្អូនគ្នាអាចនឹងមានក្របដីច្រើនព្រោះអាចមានខ្យល់ហុយទៅប្រឡាក់ប៉ះពាល់ចឹងទៅនេះបងប្អូនគ្នាយើងយើងសម្អាតយើងបតក់ទឹកបែបហ្នឹងណាអ្នកទាំងអស់គ្នាដើម្បីឲ្យសរសៃអារម្មណ៍រោមដែលយើងដកតិចតួចនេះវាមិនដែលចេញក្រៅបងប្អូនរបស់វាស្ប៉ាមពិបាកមើលបាក់សម្អាតចឹងទៅហើយកុំភ្លេចបងប្អូនដែលចូលចិត្តនឹងមើលវីដេអូផេននេះអាចខមមិនខាងក្រោមឬចុច like ចុច share ចុច subscribe ដល់ YouTube ដើម្បីទទួលនឹងវីដេអូថ្មីៗទៀតខ្ញុំមានកម្លាំងចិត្តធ្វើបន្តទៀតណាបងប្អូនអរគុណបាយបាយអរគុណច្រើនសម្រាប់ការទស្សនា